គ្រប់ជំរាបសួរបាទពុកម៉ែបងប្អូនហើយថ្ងៃនេះខ្ញុំមានវីដេអូប្លែកថ្មីវីដេអូថ្ងៃនេះដែរនិយាយអំពីសកម្មភាពដែលខ្ញុំចង់បង្ហាញអំពីរបស់ធម្មជាតិនៅតាមចង្ការស្រូវបាទតាមចង្ការស្រូវយើងនេះវាមានរបស់ធម្មជាតិអ្វីខ្លះដូចជាតសក់ដូចជាបន្លែបន្លក់មានពូតមានស្រូវមានអីនេះពុកម៉ែបងប្អូនហើយអ្វីដែលសំខាន់គឺដូចបងប្អូនឃើញក្បាលវីដេអូមានទាំងបន្លែព្រីបន្លែស្រកផ្លែបាទលេខមកខាងនេះវិញគឺជាដើមតាពាំងបាយហើយក៏ចង់សួរអារម្មណ៍បងប្អូនថាតើបងប្អូនណាខ្លះដែលធ្លាប់ហូបបដូលវាបដូលតាពាំងបាយជូរគឺខាងខ្ញុំចូលចិត្តហូបខ្លាំងបំផុតហើយបើសិនណាមានអំបិលផ្ទះខ្ចីទៀតយើងចលុចជាមួយគ្នាទៅគឺឆ្ងាញ់រសជាតិវាជូរអែមគឺគួរឲ្យចង់ហូបចំណែកឯខ្ញុំវិញមកឃើញបែបនេះហើយបងប្អូនមិនអាចអោយរំលងបានទេអោយតែឃើញលះត្រួយមកដល់តែកាច់ហែកហូបរបស់នៅស្រុកស្រែបងប្អូនគឺមិនខ្វះទេអ្វីដែលជាធម្មជាតិអ្វីដែលជាប្លែកដែលបងប្អូនដែលមិនថ្លៃខ្ញុំក៏ចេះតែបន្តដើរទៅមុខទៀតកាត់ចង្ការស្រូវចំនួនជាង2ហាមចង្ការស្រូវនេះគឺមិនមែនជាចង្ការស្រូវរបស់ខ្ញុំទេគឺជាចង្ការស្រូវអ្នកភូមិអ្នកស្រុកខ្ញុំនេះឯងពុកម៉ែបងប្អូនឥឡូវដោយសារតែខ្ញុំនឹកឃើញតែចង់ហូបទិលឃើញតែប្រពន្ធទៅដាំស្រូវគីក៏បានទៅកាប់ទិលអុយក្រែងតែថាប្រពន្ធមកឆ្លងទូកវិញក៏ផ្ញើមកអុយធ្វើម្ហូបខ្ញុំត្រឹមតែបានដល់ផ្ទះល្ងាចស្លាប់ទៅយប់នៅឯការងារយើងចម្លងទូកមើលតែទិលវិញស្គីងក៏សុទ្ធតែត្រួយសុទ្ធនៅឯពុកម៉ែបងប្អូនហើយក៏មានបងប្អូនខ្លះក៏ថាហូបទិលអត់ស្គៀបទេអីបងប្អូនគឺហូបទិលគឺមិនស្គៀបទេក៏មកតែថាយើងប៉ះវាមិនតាន់នឹងឆ្អិនមិនតាន់នឹងស្លអញ្ចឹងវាអាចនឹងស្គៀបទាំងស្មោកទាំងអីអញ្ចឹងណាបើយើងបិទស្មោកបិទអីវាចេញទៅច្បាច់ទឹកមិលទឹកអីទៅពុកម៉ែបងប្អូនគឺវាលក្ខណៈថាប្រភេទទិលបែបនេះមានបងប្អូនខ្លះក៏ចេះធ្វើអន្សមធ្វើអីទៀតណាក៏ជួប្រភេទទិលរាំងចាស់ទៅធ្វើអន្សមប្រភេទត្រួយអញ្ចឹងវាលក្ខណៈវាហាក់មើលទៅសាច់ទៅបងប្អូនគឺល្អខ្លាំងមែនទែនហើយប្រភេទទិលបែបនេះមានបងប្អូនខ្លះក៏ជួមើលវានោះទៅបដោះក៏ថាបានដែរទិលណាបងប្អូនបើសិនណាតឹងស្មោកចេះគឺវាស្គៀបឯងយើងចិត្តស្មោកចិត្តអីវាទៅណាយើងត្រាំមែលក៏បានដែរយើងឲ្យវាស្គៀបយើងត្រាំមែលគ្រួសយើងធម្មតាណាយើងចិត្តស្មោកចិត្តអីវាបើសិនណាយើងឡបើយើងចិត្តស្មោករួចយើងច្បាច់ជាមួយមែលទៅឡទៅគឺឆ្ងាញ់ខ្ញុំហូបប្រឡឹងស៊ាំហើយបងប្អូនបើយើងស្ងោវិញយើងចិត្តទៅសម្បកទៅក៏ដាក់ស្ងោទៅក៏ជ្រុំជាមួយឧទាហរណ៍ថាមានត្រីណែងត្រីអីជ្រុំលាយជាមួយបងប្អូនចិត្តផ្ដាំហើយខាងនេះទៀតទៅដូរជូរកសាំងទៀតបងប្អូនគឺពិតជាអេមហើយវីដេអូខ្ញុំក៏មានតែប៉ុណ្ណេះឯងដោយសារតែខ្ញុំនៅលឺស្ទឹងហើយលឺស្ទឹងសម្បូរទិលដែរបងប្អូនខ្ញុំឆ្លៀតពីចន្លងទូកមកកាត់ដើម្បីប្រពន្ធមកពិចារក៏ផ្ញើឲ្យប្រពន្ធទៅផ្ទះដើម្បីស្លមុនចឹងណាអរគុណច្រើនណាស់បាទ